ខ្ញុំដឹងថាតើនឹងនិយាយបែបណាហើយតែអត់ទាន់នេះទេឲ្យគណៈកម្មការក៏ដូចជា fan ទាំងអស់គ្នាទាញសិនថាតើតៃនឹងយ៉ាងណាត្រៀមខ្លួនហើយនៅតៃ I am ready អូយអូខេអរគុណច្រើនសូមសម្រួលបាទសូមអរគុណទៅដល់ APD Bank មិនធម្មតាបាទតៃលេខ key challenge របស់បងអូនបានទៅលើលេខ38វប្បធម៌លុបបំបាត់ cancel culture វប្បធម៌លុបបំបាត់ cancel culture អូនមានមួយនាទីក្នុងការចាប់ផ្ដើមសូមចាប់ផ្ដើម វប្បធម៌បំបត្តិគឺជាការបញ្ចេញមតិឬសកម្មភាពប្រឆាំងទៅនឹងអ្វីមួយដែលពួកគេគិតថាជាភាពអវិជ្ជមានជាសាធារណៈប៉ុន្តែវប្បធម៌បំបត្តិប្រៀបបានដូចជាអាវុធដែលមានមុខពីរបើសិនជាយើងប្រើប្រាស់វាទៅទាមទារអ្វីដែលត្រឹមត្រូវវានឹងកើតទៅជាប្រយោជន៍រួមក៏ដូចជាយុត្តិធម៌សម្រាប់ពិភពលោកដូចជាចលនា Black Lives Matter ដែលជាចលនាលុបបំបាត់នៅការប្រកាន់ពូជសាសន៍ជាសកលលោកប៉ុន្តែចលនាមួយនេះត្រូវបានមនុស្សមួយចំនួនយកទៅប្រើនៅក្នុងផ្លូវដែលមិនល្អដែលធ្វើឲ្យកើតទៅជាការជិះជាន់ក៏ដូចជាបំផ្លាញនៅគេឈ្មោះរបស់អ្នកដទៃហើយនឹងលុបបំបាត់នៅសិទ្ធិឯកជនសម្រាប់នាងខ្ញុំមនុស្សទាំងអស់គឺមានសិទ្ធិមានសម្លេងនៅក្នុងការនិយាយហើយបើសិនជាសម្លេងរបស់ពួកគេបានបង្កើតនូវផលវិជ្ជមានសម្រាប់ពិភពលោកមិនគួរមាននៅវប្បធម៌លុបបំបាត់មកលុបបំបាត់នៅសម្លេងរបស់ពួកគេឬបង្អាក់នៅសម្លេងរបស់ពួកគេឡើយចាសូមអរគុណបាទចាសំឡេងហូ fan មែនអត់លើកដៃមួយច្រើនមែនតែនអូខេតៃអញ្ចឹងបើប្រហែលជាគណៈកម្មការនឹងបងប្រហែលជាអត់ដាក់បន្ទុកទេសូមឲ្យ fan ជាអ្នកដាក់បន្ទុកវិញចាបង fan ខ្ញុំដឹងថាខ្ញុំល្អរហូតស្អាតអត់ fan ប៉កែហ៎ក្លាហានអត់ឲ្យទៅមុខអត់តោះទៅមុខទៀតបាច់និយាយមកគណៈកម្មការអូខេចុះមកបាត់សោតគេពេញខ្លួនហើយមិនចេះសូមបកគលទៅនីតិជាតិទៅដល់គណៈកម្មការរបស់យើងតៃអីដែលបងចាប់អារម្មណ៍ពីតៃគឺតៃជាតែងតែជាបេក្ខនារីម្នាក់ដែលឆ្លាតជាងគេបំផុតអញ្ចឹងណាបងអត់ដឹងថាតៃបានត្រៀមប៉ុណ្ណាឬក៏បានស្រាវជ្រាវប៉ុណ្ណាក៏ប៉ុន្តែអ្វីដែលតៃលើកយកមកនិយាយនៅក្នុង topic មួយនេះ cancel culture បើសិនជាយើងនិយាយទៅយើងអត់សូវលឺទេនៅប្រទេសយើងគឺវប្បធម៌លុបបំបាត់ហ្នឹងក៏ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺអូនចេះច្បាច់យកត្រង់ចំណុចនេះបន្តិចចំណុចនោះបន្តិចយកមកដាក់ទៅធ្វើឲ្យការបកស្រាយរបស់យើងនឹងវាមានរសជាតិវាផ្អែមវាឆ្ងាញ់បូករួមនឹងសម្លេងដ៏ស្រទន់របស់យើងដែលយើងចេះប្រើប្រាស់នៅការលើកដាក់ហ្នឹងវាល្អ body posture very confidence ហើយអញ្ចឹងទៅបងគិតថាប្រហែលជាតៃនៅក្នុងថ្ងៃនេះអត់បានធ្វើឲ្យអ្នក control ដែលប្រឹងស្រែកចង់បែកហលហ្នឹងគាត់ខកចិត្តទេអញ្ចឹងបងសប្បាយចិត្តមួយតៃហើយ I'm so proud of you អរគុណ Andy ចាតែយើងជួបគ្នាជាលើកទី2ណោះចាជំរាបសួរអូនចម្លាញ់ចាបានសរសើរមិនបានទេបើ fan មកច្រើនម្លឹងនេះចាខ្លាចទៅទាំងខ្លាចទៅទាំងរួច Q អត់ឯងទាំងអស់ហ្នឹងគឺជាសម្លេងជាគេហៅថាជាកម្លាំងចិត្តមួយផងដែរចាហើយនឹងបងអូនបានបង្ហាញភាពក្លាហានរាល់ការតបការឆ្លើយដើរដំណើរមកឈរនិយាយគឺមានភាពជឿជាក់ហើយអ្វីដែលតបត្រឡប់ហើយនឹងធ្វើឲ្យគណៈកម្មការទាំងអស់គឺអត់អាចភ្លេចភ្នែកបានត្រូវតែមើលថាតើបងអូនអាចធ្វើបាននៅកម្រិតណាក៏ប៉ុន្តែធ្វើបានល្អមែនតែនសូមសរសើរចាអរគុណមកអត់ងាយត្រូវកែចាជូនពរចាអរគុណបងបានរៀបរាប់ហើយអូនហើយបងក៏ agree ជាមួយពួកគាត់ដែរហើយអ្វីដែលបងចាប់អារម្មណ៍នោះគឺការខុសពីមុនដែលខ្ញុំស្ដាប់អតីនិយាយគាត់នៅរបៀបដូចប៉ា like that តែឥឡូវវាអត់មានទេថ្ងៃហ្នឹងស្ដាប់ហើយចូលទៅជាមែនតានស្ដាប់ហើយសតុនគួរឲ្យចង់ស្ដាប់ទៀតអញ្ចឹងការកែប្រែមួយនេះគឺអូនបានចាប់អារម្មណ៍ខ្លួនឯងឃើញហ៎ចូលមកក៏យើងត្រូវមានអូនធ្លាប់ប្រឡងពីមុនក៏ដោយប៉ុន្តែមកឆាក Miss Universe Cambodia 2025នេះគឺយើងត្រូវតែកុំប្រឡែងឲ្យសោះអូខេត្រូវតែអភិវឌ្ឍខ្លួនឯងដូចគ្នាអូនអរគុណបងអរគុណគ្រីមតៃបងអត់ស្រឡាញ់អ្វីដែលឯងធ្វើថ្ងៃនេះទេចាស្រឡាញ់ខ្ញុំវិញមែនបងគ្រូគេនិយាយចឹងកុំឲ្យសិស្សបានចិត្ត
ចា ប៉ុន្តែបងឃើញចំណុចមួយដែលតៃផ្លាស់ប្ដូរច្រើនមែនតើតៃគាត់បានប្រាប់ខ្ញុំថាចេះលោកគ្រូឬក៏បងធ្វើមិនទៅអូននិយាយលឿនមែនតើធ្វើមិនតៃសម្រួលអារម្មណ៍នៅពេលដែលយើងជឿជាក់ទៅលើខ្លួនឯងជឿជាក់ទៅលើប្រធានបទណាមួយបងជឿថាតៃអាចនឹងនិយាយបានឲ្យល្អហើយទាញខ្លួនឯងត្រឡប់មកវិញបន្តិចគ្មានអីល្អជាងការទាញខ្លួនឯងត្រឡប់មកវិញបន្តិចទេត្រូវមាន mindful មានន័យថាមានការគិតហ្នឹងជាប់រហូតថាអូអញនិយាយលឿនហើយអញនិយាយយឺតហើយអញ្ចឹងទៅអញ្ចឹងតៃធ្វើបានល្អមែនតើប៉ុន្តែបងនៅតែឃើញពីភាពខ្វះខាតបន្តិចតៃហាក់បីដូចជារៀងភ័យបន្តិចរៀងភ័យទៅទេ ចាញ់តិចបង បាទអូអញ្ចឹងអត់ចាញ់តិច ខ្ញុំចាញ់តិច អូខេអញ្ចឹងចាំមើលតិចទៀតយើងនឹងទៅប្រកួតនៅតំបន់ប៉ូលតែម្ដងបាទអត់ទេអូខេ ចា អរគុណច្រើនមែនតើតៃបានផ្លាស់ប្ដូរច្រើនមែនតើអរគុណ ចា៎ អរគុណជូនពរឲ្យជោគជ័យបន្ថែមទៀតណា ចា អរគុណអាចសម្រួលអីយ៉ាបតបាន សូមនិយាយចុងក្រោយមួយចង់អរគុណទៅកាន់អ្នកគ្រប់គ្រងទាំងអស់គ្នាហើយអរគុណទៅកាន់ Andy ក៏ដូចជាបងស្រីប្រាសាទ David ហើយក៏ដូចជាលោកគ្រូអ្នកទាំងអស់គ្នាគឺជាអ្នកធ្វើខ្ញុំផ្លាស់ប្ដូរហើយខ្ញុំ ready to universe អរគុណអាចសម្រួលអីយ៉ាបតបានបាទអរលោកលោកស្រីអ្នកកញ្ញានិងភាគកិត្តិយសទាំងអស់ជាទីគោរពជាទីមេត្រីហើយលើនេះយើងនៅសល់